ករណីហិង្សាឈានដល់ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃពេលនេះអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនបានហើយជនសង្ស័យមានឈ្មោះគុំលីកាហៅក្រៅកាកាភេទស្រីអាយុ30ឆ្នាំជាម្ចាស់ហាងកាកាសាឡនមានទីតាំងនៅភូមិប៉ាលីឡៃមួយសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យចំណែកឯជនរងគ្រោះមានឈ្មោះអ៊ុតខុនអាយុ59ឆ្នាំជាស្ត្រីមេម៉ាយគ្មានកូនគ្មានផ្ទះសម្បែងនិងពឹងផ្អែកលើការធ្វើអនាម័យដើម្បីដោះស្រាយជីវភាពដើមហេតុដែលនាំមានអំពើហិង្សានេះគឺសង្សារចិនបានយកទូរស័ព្ទនិងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើនៅហាងនេះខណៈពេលដែលធ្វើអនាម័យជនរងគ្រោះក៏បានឃើញទូរស័ព្ទចំនួន3គ្រឿងធ្លាក់មកក្រៅក៏បានរើសយកទៅលក់បានថវិកាចំនួន200,000រៀលនៅពេលដែលថកែស្រីរូបនេះបានដឹងក៏ផ្ទុះកំហឹងយ៉ាងខ្លាំងក៏បានទាញដំបងមកវាយទៅលើស្ត្រីរងគ្រោះហូរឈាមជាច្រើនកន្លែងមិនតែប៉ុណ្ណោះក៏បានយកកាបិតតាំងតោមកជុំគម្រាមកាត់ម្រាមដៃនិងម្រាមជើងមិនឲ្យដើរចេញក្រៅនោះឡើយលុះមកដល់វេលាម៉ោង4ទៀតភ្លឺថ្ងៃទី14ខែមិថុនាឆ្នាំ2026ជនរងគ្រោះក៏បានឆ្លៀតងើបឡើងចេញតាមដំបូលរំដោះខ្លួនរត់ចេញពីហាងនោះរួចក្រោយមកក៏ព្យាបាលរបួសក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរហូតមកដល់ថ្ងៃទី28ម៉ោង10ព្រឹកឆ្នាំ2026នេះក៏ឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនយកទៅអនុវត្តទៅតាមនីតិវិធីនៃច្បាប់រងចាំមើលចំណាត់